នេះជាកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិកកម្មវិធីសង្ក្រាន្តគេធ្វើមុនចូលឆ្នាំប្រហែលមួយអាទិត្យគឺធ្វើនៅថ្ងៃសៅរ៍ទី5ខែមេសាឆ្នាំ2025ឥឡូវនេះពិធីករគេបានប្រកាសឲ្យអ្នកអង្គុយនៅខាងក្រោមដកឃ្លាបន្តិចដើម្បីទុកកន្លែងឲ្យក្រុមរបាំមកសម្ដែងគឺឲ្យថយកៅអីថយមកក្រោយព្រោះអីកម្មវិធីសម្ដែងវាមានច្រើនក្រុមដូច្នេះហើយក៏ឲ្យថយមកក្រោយដើម្បីនឹងឲ្យមានទីធ្លាធំទូលាយដើម្បីឲ្យក្រុមរបាំបានសម្ដែងបានយ៉ាងស្រួលបន្តទៅទៀតគឺគេបាននឹងអញ្ជើញហៅក្រុមរបាំដែលត្រូវមកសម្ដែងនៅទីនេះក្រុមរបាំដែលត្រូវចូលមកសម្ដែងគឺក្រុមរបាំត្រុដិដែលមានកូនក្រុមមកទីនេះគឺជាក្រុមយីគេខ្ញុំច្រឡំតាមពិធីករដែរគឺក្រុមយីគេបានឡើងមកហើយគឺជាក្មេងៗធ្លាកសម្ពុតចងក្បិនពាក់អាវសដៃខ្លីគេចូលមកសម្ដែងរបាំយីគេនេះជាការហុំរោងដំបូងដើម្បីជាការហៅថាអន្តងគ្រូដើម្បីមកឲ្យសន្ធិដ្ឋដើម្បីនឹងក៏ឲ្យសម្ដែងទៅបានល្អព្រោះថាជាប្រពៃណីរបាំមួយតែងមានគ្រូរបស់គេគឺមានគ្រូដើម្បីនឹងហៅគ្រូមកឲ្យមកជួយដើម្បីឲ្យការសម្ដែងបានល្អទស្សនិកជនគាំទ្រឥឡូវនេះគេកំពុងតែអន្តងគ្រូមកហើយដែលគេហៅថាហុំរោងហ្នឹងគឺគេអញ្ជើញមកគ្រូគេមានច្រើនគ្រូដោយតាមក្រុមរបាំមានគ្រូឈ្មោះគ្រូមកអីច្រើនអីចឹងគេហៅមកដើម្បីមកសន្ធិដ្ឋនៅលើក្រុមរបាំនេះដើម្បីឲ្យរំទៅឃើញស្រស់ស្អាតកុំឲ្យមានខុសឆ្គងត្រង់ណារបាំយីគេជារបាំមួយជារបាំប្រពៃណីផងដែរដែលនៅក្នុងវង់ភ្លេងសិល្បៈខ្មែរបុរាណយើងហ្នឹងគឺការច្រៀងការរាំការដោយទន់ភ្លន់វាមានលក្ខណៈទន់ភ្លន់ជារបៀបប្រពៃណីខ្មែរគេតែងជួយីគេទៅលេងនៅតាមបុណ្យទានតាមភូមិតាមវត្តនៅពេលមានកម្មវិធីបុណ្យនីមួយតាមភូមិយីគេគឺគេច្រៀងគេសម្ដែងដោយកាយវិការរាំផងច្រៀងផងមានលក្ខណៈទន់ភ្លន់រស់រវើកដោយសិល្បករនីដែលគេលេងជាក្រុមតែនៅក្នុងនេះមានតែសិល្បករនីទេអត់មានបុរសទេមានតែសិល្បករនីដើម្បីគេលេងឥឡូវគេចាប់ផ្ដើមលេងហើយបន្ទាប់ពីហុំរោងរួចគឺកាយវិការដូច្នេះឯងគឺទន់ភ្លន់រហ័សរហួនហើយដងខ្លួនក៏ទៅតាមចង្វាក់ភ្លេងហ្នឹងដើម្បីឲ្យវាសមស្របទាំងកាយវិការទាំងសម្រៀងគឺយីគេមានលក្ខណៈខុសពីល្ខោនដោយសារការរាំរបស់គេគឺដៃគេរលាស់ខ្វិចអីចឹងទាំងឆ្វេងទាំងស្ដាំដែលមើលទៅហើយគួរឲ្យចាប់អារម្មណ៍មែនតើយើងមានវប្បធម៌ប្រពៃណីល្អបុរាណតាំងពីដើមមកមានគ្រប់ទម្រង់មានទាំងសិល្បៈបុរាណមានល្ខោនមានយីគេមានអាយ៉ៃចបៃអីចឹងប៉ុន្តែនេះគ្រាន់តែមិនទាន់មានគ្រប់សពទេនេះត្រឹមតែយីគេសិនគឺចូលមកសម្ដែងហើយនេះជាកាយវិការដែលជាការចាប់ផ្ដើមរាំរបស់ក្រុមសិល្បៈយីគេចាប់ផ្ដើមរាំហើយនៅបរិបពាក់អាវសនោះគឺខ្ញុំគិតថាជាគ្រូរបាំរបស់គេព្រោះពេលហ្នឹងគ្រូរបាំចូលទៅដើម្បីនឹងបួងសួងអុជធូបបួងសួងនៅត្រង់កន្លែងអាសនៈរបាំមួយតែមានអាសនៈមានការរំលឹកគុណគ្រូមានការ
ហុំរងហៅគ្រូមកដើម្បីឲ្យមកជួយក្នុងការសម្ដែងឲ្យបានល្អដើម្បីនឹងឲ្យទស្សនិកជនមើលទៅឃើញថាល្អគ្មានទាស់ភ្នែកការរាំក៏ចាប់ផ្ដើមរាំទៅតាមចង្វាក់ភ្លេងកាយវិការក៏ធ្វើទៅតាមចង្វាក់ភ្លេងដែរហើយកាយវិការនីមួយៗនៅក្នុងទម្រង់សិល្បៈគឺវាសម្ដែងនៅជារបៀបកាយវិការមែនពិតតែវាជាសារមួយនៃទឹកចិត្តរបស់ក្រុមសិល្បៈដែលគេចង់និយាយអំពីអីសិល្បៈគឺជាការបង្កើតឡើងដើម្បីកម្សាន្តអារម្មណ៍ខ្មែរយើងមានសិល្បៈជាច្រើនប្រភេទមានទាំងបុរាណមានទាំងសម័យបុរាណគឺធ្វើឡើងដោយទៅតាមប្រពៃណីការរាំការច្រៀងមានក្បួនខ្នាតមានគ្រូត្រឹមត្រូវហើយឥឡូវនេះដល់ពេលបញ្ចប់ការរាំហើយគេចូលខ្លួនមកដើម្បីបង្ហាញទស្សនិកជនដើម្បីជម្រាបលាទស្សនិកជនព្រោះថាជាការចប់នៃក្រុមសម្ដែងសិល្បៈយីគេលំអរកាយគោរពទស្សនិកជនជាលើកចុងក្រោយនិងជូនពរឲ្យទស្សនិកជនមានសេចក្តីសុខសេចក្តីចម្រើនរីករាយក្នុងឱកាសចូលឆ្នាំថ្មីគ្រប់ក្រុមគ្រួសារហើយក៏បានធ្វើដំណើរចាកចេញទៅបន្ទាប់មកទៀតក៏មានពិធីករគេចាប់ផ្ដើមរៀបរាប់អំពីរឿងផ្សេងនិងរៀបរាប់អំពីក្រុមសិល្បៈដែលត្រូវឡើងមកសម្ដែងជាបន្តបន្ទាប់ទៅទៀតយើងឃើញថាបរិយាកាសទោះតែក្តៅយ៉ាងណាក៏មនុស្សនៅតែមើលនៅក្រោមកម្ដៅថ្ងៃហ្នឹងសម្មើទៅខាងក្រុមសិល្បៈដែលនៅលើវេទិកាសម្ដែងឲ្យមើលហ្នឹងគឺគ្មានរិញរាទេមនុស្សច្រើនណាស់នៅពេលពិធីសង្ក្រាន្តឆ្នាំថ្មីនៅទីក្រុង Long Beach នៃរដ្ឋ California សហរដ្ឋអាមេរិកហ្នឹងគឺថាប្រជាជនខ្មែរយើងទៅដល់ទីណាសិល្បៈក៏ទៅដល់ទីនោះគេបង្កើតហើយបង្រៀនតគ្នាឲ្យកូនចៅខ្មែរបានចេះនៅរបាំអស់ទាំងនោះដែលជាប្រពៃណីបុរាណរបស់ដូនតាខ្មែរយើងគឺថាខ្មែរយើងមិនចោលមិនភ្លេចនៅសាវតារបស់ខ្លួនទាំងរបាំទាំងភាសាបានបង្កើតឡើងនៅគ្រប់ទីកន្លែងនៅក្នុងទីក្រុង Long Beach មានបណ្ណាល័យដែលមានសិភៅចាអរគុណសម្រាប់ការទស្សនាវីដេអូនេះ